bạn bong đi ở trên bìm này cả đồ password wifiខ្លួនឯងណាបងជាដំបូងបងចូលទៅក្នុង Chrome ឬក៏ Google ឬអីក៏បានដែរនេះសារខ្ញុំធ្លាប់ភ្ជាប់ឲ្យភ្ញៀវហើយអញ្ចឹងវាលោតអញ្ចឹងជាដំបូងបងចូលទៅសរសេរពាក្យ 192.168.1.1 បងសេបែបហ្នឹងមកហើយចុច search បើសិននៅកាលណាវាចេញបែបហ្នឹងសម្រាប់ Android បងចុចឲ្យកន្លែងនេះអាលើគេចេញបែបហ្នឹងបងកុំចុចអានេះអាលេខហ្នឹងចឹងអត់ត្រូវទេអញ្ចឹងយើងចុចអាកន្លែង google.com នេះមកអាលើគេហ្នឹងចុច 192.168.1.1 ហើយយើងចុច search វាបន្តមកចេញបែបបើសិនជាវាចេញបែបហ្នឹងបងសរសេរ password វាទៅអាលើគេដាក់ admin សតូចទេបងខាងក្រោមដាក់ admin ហើយបន្តមកយើង log ចូលហើយមកបើសិនចេញបែបហ្នឹងតម្រង់បែបហ្នឹងអាលើគេនេះលើគេណាបងមិនចាំបាច់ប៉ះវាទេកាលណាដែលបងចុចឬក៏ដូរវាកាលណាបងចុចឬក៏ដូរវាខ្ញុំត្រូវការទៅ reset ដូរ password ឲ្យបងសាថ្មីហើយនេះបងនេះឈ្មោះអាក្រោមគេនេះទេឈ្មោះបងចុចសូ password វាមកហើយបងដូរនេះឥឡូវគេឈ្មោះក្រោមគេ password ដល់ពេលដែលបងដូរបងសរសេរលេខកូដនឹងហើយបងកុំភ្លេចចុច copy វាផងណាបង copy វាហើយបងចុចនេះកន្លែង finish ចុចកន្លែង finish នេះមកណាហើយបន្តមកបងចាំបានទុះវានឹងលោតដាច់ Wi-Fi ខ្លួនឯងក្នុងករណីហ្នឹងលុះត្រាតែបងភ្ជាប់ Wi-Fi នឹងដែរណាបងបើបងអត់ភ្ជាប់ Wi-Fi ដែលបងចង់ដូរឈ្មោះហ្នឹងទេឬក៏ដូរ password ហ្នឹងទេអត់ជាប់ទេបងអញ្ចឹងបន្ទាប់ពីហ្នឹងមកបងចុច finish វាហើយចាំបានទុះទៅវានឹងបាត់ password បាត់នេះបាត់អានេះហើយវាលោតឲ្យយើងបញ្ចូលនេះសារថ្មីបញ្ចូល password សារថ្មីហើយបន្តមកបងចុចទៅឧទាហរណ៍ថាចូលទៅសារថ្មីអញ្ចឹងនៅពេលដែលយើង reset វាហើយណាវាលោតបែបហ្នឹងឬក៏បងធ្លាប់ភ្ជាប់វាហើយបងចុច forget វាចោលទៅឬក៏លុបវាចោលទៅហើយយើងភ្ជាប់វាសារថ្មីនេះក្នុងករណីថាខ្ញុំ select វាហើយ copy វាហើយយើងអត់ចាំបាច់សរសេរទេព្រោះក្នុងករណីខ្លះយើងសរសេរទៅយើងអត់បាន copy វាខ្លាចវាខុសអញ្ចឹងយើងចុច pass វាមកហើយយើងស៊ូតែ password ហ្នឹងត្រូវអត់ហើយយើងចុច save វាភ្ជាប់ធម្មតាមកអូខេនេះជាប់ហើយបងអញ្ចឹងបងអាចធ្វើតាមវិធីហ្នឹងណាបង